កាលណាយើងដេកដំណេកបែបនេះវាធ្វើឲ្យយើងឈឺច្រើនមិនត្រឹមតែឈឺច្រើនទេមានជំងឺរ៉ាំរ៉ៃទៅទៀតបាទយើងមកមើលថាតើអាដំណេកហ្នឹងយ៉ាងម៉េចបាទដំណេកហ្នឹងយើងដេកយ៉ាងម៉េចសម្រានយ៉ាងម៉េចទទួលទានដំណេកយ៉ាងណាបានជាធ្វើឲ្យយើងខុសទាស់យ៉ាងនេះបាទបងប្អូនកូនចៅលោកស្រីកុំទាន់ជឿប៉ុន្តែសង្កេតមើលភាពពិតសិនតើភាពពិតវាយ៉ាងណាវាអញ្ចឹងមែនអត់យើងមើលដំណេកដែលយើងដេកបាទដេកបែរក្បាលដាក់ទិសក្បាលដំណេកទៅក្រោយផ្ទះដាក់ក្បាលដំណេកទៅទ្វារក្រោយបាទដំណេកបែបនេះមិនគួរសម្រានមិនគួរដេកទេមិនគួរទទួលទានដំណេកទេមិនគួរគេងទេព្រោះជាដំណេកឧបទ្រពជាដំណេកហើយគេហៅដំណេកព្យាធិបាទដំណេករោគាបាទបើលោកស្រីនៅមានចម្ងល់ឬក៏ចង់តាក់ទងមកលោកគ្រូសូមខមមិនចូលមកឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើ